ភ្ញាក់ផ្អើលសូជីនសមាជិក Girl Day ទម្លាយរោគការតម្លៃត្រឹមតែជាង$200ថែមទាំងធ្វើធៀបការដោយដៃផ្ទាល់តារាចម្រៀងសូជីនសមាជិកក្រុម Girl Day និងស្វាមីដែលជាតារាសម្ដែងលោកលីដុងហាបានទម្លាយពីអាថ៌កំបាំងនៃការរៀបអាពាហ៍ពិពាហ៍បាយសន្សំសំចៃដោយក្នុងនោះរួមមានទាំងរ៉ូបអាពាហ៍ពិពាហ៍តម្លៃត្រឹមតែ$300,000ប្រហែល210ទៅ220និងការធ្វើធៀបការដោយផ្ទាល់ដៃនៅក្នុងកម្មវិធី The Manager របស់ទូរទស្សន៍ MBC លោកលីដុងហាបានចែករំលែកនៅរឿងរ៉ាវពីក្រោយខ្នងនៃជីវិតអាពាហ៍ពិពាហ៍ជាមួយនឹងសូជីនរួមទាំងវិធីសាស្ត្រដែលអ្នកទាំងពីរបានកាត់បន្ថយចំណាយនៅក្នុងពិធីរៀបការបានយ៉ាងច្រើនអ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលបំផុតនោះគឺរោគការរបស់សូជីនជំនួសឲ្យការចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើរ៉ូបអាពាហ៍ពិពាហ៍ថ្លៃៗសូជីនបានសម្រេចចិត្តជ្រើសរើសរ៉ូបដែលមានតម្លៃត្រឹមតែប្រមាណ$300,000ប៉ុណ្ណោះបន្ថែមពីនេះគូស្វាមីភរិយាមួយគូនេះបានរួមគ្នាធ្វើធៀបការដោយផ្ទាល់ដៃជំនួសឲ្យការកម្មង់បោះពុម្ពម៉ូដថ្លៃៗកាន់តែពិសេសការសន្សំសំចៃនេះក៏បានគ្របដណ្ដប់ទៅលើចិញ្ចៀនកែនិងការរៀបចំដេគ័រផ្នែកខាងក្នុងនៃផ្ទះថ្មីរបស់ពួកគេដូចគ្នាដោយពួកគេបានផ្ដោតទៅលើជម្រើសដែលមានតម្លៃសមរម្យនិងការយករបស់ដែលមានស្រាប់មកច្នៃប្រើប្រាស់ជាជាងការចំណាយខ្ជះខ្ជាយដើម្បីតែភាពស៊ីវិល័យគូស្នេហ៍មួយគូនេះបានដឹកដៃគ្នាចូលរោងការកាលពីខែវិច្ឆិកាឆ្នាំ2023ដោយបានរៀបចំពិធីតូចមួយបែបលក្ខណៈគ្រួសារដែលមានវត្តមានចូលរួមតែពីសំណាក់សាច់ញាតិនិងមិត្តភ័ក្តិជិតស្និទ្ធបំផុតប៉ុណ្ណោះរឿងរ៉ាវអាពាហ៍ពិពាហ៍ដ៏សាមញ្ញនិងការរស់នៅប្រកបទៅដោយភាពគិតគូររបស់សូជីននិងលីដុងហាមិនត្រឹមតែទទួលបានការសរសើរពីអ្នកគាំទ្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានផ្ដល់នូវទស្សនៈប្លែកនិងល្អមួយនៅក្នុងពិភពសិល្បៈ K Entertainment ដែលជាទូទៅតែងតែធ្វើរៀបចំពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងអស្ចារ្យនិងស៊ីវិល័យខ្លាំងនោះ